តើតើមានក្តីសម័យដែលយើងអាចកាត់បានទី1ដោយសារតែយើងរងសម្ពាធនៃការរើសអើងផងអញ្ចឹងយើងក៏គិតថាយើងទៅជំនាញមួយជាប់ដាក់នឹងខ្លួនយើងឲ្យជាប់បើយើងមិនហៅជំនាញដែលយើងចេញមកមានជំនាញច្បាស់លាស់ទេវាបង្កើតជាក្តីសម័យរបស់យើងគួរទៅរួចដែរតើវិញយើងមានជំនាញទៅយើងដែរគឺខ្ញុំចង់ក្រងជាក្រុមមានរោងជាងមួយអញ្ចឹងមានកូនជាងនៅផ្ដុំគ្នាប៉ុន្តែរាល់ថ្ងៃខ្ញុំបង្កើតបានហើយប៉ុន្តែខ្ញុំជួយដល់ជនពិការមួយចំនួនតូចដោយសារតែខ្ញុំអត់ទាន់មានលទ្ធភាពក្នុងការជួយពួកគាត់ឲ្យនៅផ្ដុំគ្នាអញ្ចឹងគឺគាត់នៅតាមផ្ទះគាត់រៀងខ្លួនអ្វីដែលខ្ញុំអាចចែកម្លែកបានគឺការងារដែលខ្ញុំឲ្យគាត់ធ្វើចង់មកថាឲ្យអាជីវកម្មខ្ញុំផ្សព្វផ្សាយទៅដល់ក្រៅប្រទេសការនាំចេញទៅក្រៅប្រទេសអញ្ចឹងណាមិនគិតថាលក់តែក្នុងស្រុកទេយើងចង់ឲ្យផលិតផលដែលយើងធ្វើពីកម្មានេះជាតំណាងឲ្យជាតិរបស់ខ្មែរយើងឲ្យផ្សព្វផ្សាយទៅខាងក្រៅភាគច្រើនកម្មាវាជាផលិតផលដែលនៅក្នុងស្រុករបស់យើងតើប្រហែលហើយយើងធ្វើទៅជាជនខ្មែរយើងក៏ប្រើបានបរទេសគេប្រើបានអញ្ចឹងខ្ញុំចាប់ផ្ដើមអាជីពជាកម្មាដូចយកមកផលិតជាកាបូបស្ពាយកាបូបដៃសាក់ដោដូចជាខ្សែចងសក់បោសក់ជាដើមនិយាយពីការចងក្រងយើងជាដំបូងខ្ញុំមានគ្រា3នាក់តាំងពីឆ្នាំ2009ប៉ុន្តែ2009ហ្នឹងខ្ញុំអត់ទាន់បានបង្កើតជាសិប្បកម្មជនពិការហ្នឹងទេគឺខ្ញុំចាប់ផ្ដើមបង្កើតជាសិប្បកម្មជនពិការហ្នឹងនៅក្នុងឆ្នាំ2017បច្ចុប្បន្ននេះខ្ញុំបានចុះបញ្ជីស្របច្បាប់នៅក្នុងឆ្នាំ2023មុខជំនាញរបស់ខ្ញុំរាល់ថ្ងៃខ្ញុំគិតថាវាបើកបានប៉ុន្តែវាមិនទាន់បានជាជោគជ័យគោលដៅរបស់ខ្ញុំគឺខ្ញុំចង់បង្កើតរោងជាងហើយខ្ញុំប្រមូលផ្ដុំដល់ជនពិការដែលទៅតាមដែលខ្ញុំធ្វើទៅបានចង់ឲ្យគាត់មកដេកនៅជុំគ្នាវាងាយស្រួលក្នុងការផ្ដល់ការងារឬក៏យើងលក់ចេញអីយើងទៅយើងមានជារោងជាងនិយាយទៅស្រួលតំណាក់តំណងគ្នាហ្មងការវិសាតែត្រូវការគេកំងយើងបញ្ជូនណាជូនទៅតាមរៀងខ្លួនដែរអញ្ចឹងវាពិបាកក្នុងការយឺតយ៉ាវនឹងការផលិតដែរនិយាយទៅខ្ញុំនៅតែអត់មានកម្រិតនៃការបោះបង់ចោលខ្ញុំនៅតែព្យាយាមតស៊ូតែអ្វីដែលខ្ញុំដូចនិយាយចឹងកាលណាដែលខ្ញុំរកអត់ទៅបានក្រុមការងារដែលខ្ញុំក៏គាត់អត់សូវមានការងារធ្វើដែរនិយាយទៅផលវិបាកហ្នឹងពីសំខាន់គឺវត្ថុធាតុដើមហើយនឹងនិយាយទៅដើមទុនតែម្ដងវត្ថុធាតុដើមយើងមាននៅក្នុងស្រុករបស់យើងប៉ុន្តែយើងខ្វះដើមទុនអ្វីដែលខ្ញុំធ្វើរាល់ថ្ងៃទៅតាមលទ្ធភាពដែលខ្ញុំមានប៉ុណ្ណាខ្ញុំធ្វើប៉ុណ្ណឹងជីវិតពិតរបស់ខ្ញុំវាជួបច្រើនដល់ច្រើន30ហើយមិនថាមិនទេទីមុនដោយសារតែពីមុនយើងធ្លាប់ជាអ្នកដៃជើងស្មាមកជើងមកអីចឹងនិយាយទៅយើងមិនពិការទេដល់ពេលយើងធ្លាប់យើងមកពិការអញ្ចឹងវាមិនងាយស្រួលទេហើយយើងមានបញ្ហាដូចថាពេលខ្លះដែលយើងរត់បានពីត្រូវការចំណូលដែលយើងត្រូវការជាចាំបាច់ពេលខ្លះយើងត្រូវការដោះដូរជើងថ្មីអីអញ្ចឹងណានិយាយទៅខ្ញុំពិការនេះតាំងពីក្នុងឆ្នាំ2002ប៉ុន្តែសារតែចៃដន្យខ្ញុំទៅដើរលេងនៅភ្នំស្រង់ក្នុងខេត្តកំពង់ស្ពឺខ្ញុំទៅដើរលេងនៅភ្នំហ្នឹងខ្ញុំក៏ឡើងភ្នំប៉ុន្តែខ្ញុំចូលកំណាំឈើតែខ្ញុំមិនដឹងថាខ្លួនឯងចង់មានទេខ្ញុំធ្លាក់ក្នុងពិការហ្នឹងព្រោះមានការរើសអើងដូចជាខ្ញុំទៅសុំការគេធ្វើនៅរោងចក្រវិញណាគេប្រើមកពាក្យថាគេអត់ទទួលជនពិការធ្វើការគេខ្លាចអង្គការទៅចុះផាកពីនៃរោងចក្រគេឬក៏រោងចក្រគេមានអាសន្នអីយើងរត់អត់តាន់គេជំនាន់នោះដោយសារតែគេអត់តាន់ទៅលំទលាយអញ្ចឹងជំនាន់នោះគឺគេអត់ទទួលជនពិការធ្វើការនៅតាមរោងចក្រទេមិនដូចបច្ចុប្បន្ននេះទេគឺខ្ញុំនៅតែព្យាយាមរោងចក្រហ្នឹងសុំមួយហើយគេអត់ទទួលខ្ញុំទៅរោងចក្រមួយទៀតហើយខ្ញុំទៅរោងចក្រមួយទៀតអញ្ចឹងវាហេតុផលវាធំចក្រមួយគេទទួលខ្ញុំចូលធ្វើការហើយគេឲ្យខ្ញុំទៅធ្វើសវត្ថពេទ្យធ្វើអីហើយដល់ពេលលទ្ធផលជាងក្រោយគឺខ្មែរយើងចិនគេទទួលគឺគាត់ថាខាងរដ្ឋបាលគេថាអត់ទទួលគាត់ទេតែខ្ញុំធ្វើតេស្តជាប់ព្រោះអីពេលដែលខ្ញុំធ្វើតេស្តដោយសារខ្ញុំមានបទពិសោធន៍វា5-6ឆ្នាំដែរហើយគឺការម៉ាស៊ីនដែលខ្ញុំចេះដែរហ្នឹងដល់ប៉ុន្តែដោយសារតែ
ខាងរដ្ឋបាលគេមាននៅតែលើកហេតុផលថាខ្លាចគេចុះទៅផាកវិន័យរោងចក្រទទួលជនពិការធ្វើការអញ្ចឹងណានិយាយទៅអ្វីដែលខ្ញុំមិននឹកស្មានដល់ទីមួយមិននឹកស្មានថាពេលដែលខ្ញុំពិការហើយខ្ញុំមានឱកាសការងារផ្សេងដែលខ្ញុំរៀនបានហើយខ្ញុំទៅធ្វើការអង្គការខ្ញុំបានចែកម្លែកការងារហ្នឹងទៅដល់កុមារកំព្រាហើយនឹងដូចជាអ្នកផ្ទុកមេរោគអេដនិងជនពិការដូចគ្នាហើយក្រោយមកក៏ខ្ញុំបានបង្កើតជាអាជីវកម្មរបស់ខ្លួនឯងផ្ទាល់ដល់ខ្លួនឯងមួយទៀតហើយបន្ទាប់មកក៏ខ្ញុំបានមានឱកាសបានចូលលេងប៉ារ៉ាហ្គេមតាក់ទងជាមួយនឹងជនពិការដែលស្អាយយើងជាម្ចាស់ផ្ទះនេះករណីឈឿងស្រីម៉ាចបាទសាលា116បាទស្រីម៉ាចនិយាយទៅពេលដែលខ្ញុំចូលលេងកីឡាហ្នឹងមិននឹកស្មានថាខ្ញុំបានចូលវឹកហាត់ហើយបានចូលប្រកួតហើយខ្ញុំក៏បានឈ្នះមេដាយដល់តែ2មេដាយសម្រាប់ទេតែសម្រាប់មួយវិញ្ញាសាចៅស្នពីរវិញ្ញាសាចៅដំណៃនិយាយទៅខ្ញុំសូមសំណូមពរឲ្យបងប្អូនជនរួមជាតិឬក៏នៅក្រៅស្រុកក្នុងស្រុកអីឲ្យគាត់ជួយគ្រប់គ្រងពីផលិតផលរបស់ខ្មែរធ្វើដោយដៃហើយជាពិសេសនោះគឺជាផលិតដោយក្រុមជនពិការជួយខ្លួនឯងហើយសំណូមពរឲ្យគាត់ជួយផ្សព្វផ្សាយឬក៏ជួយទិញបើសិនជាគាត់ជួយទិញទៅក៏គាត់អាចជួយដល់ជនពិការមួយចំនួនគាត់អាចរកប្រាក់ចំណូលទៅផ្គត់ផ្គង់ក្រុមគ្រួសាររបស់គាត់ហើយក៏ខ្ញុំសូមផ្ដាំដល់ជនពិការមួយទៀតឲ្យគាត់ខំប្រឹងតស៊ូកុំឲ្យគាត់បាក់ទឹកចិត្តថាគាត់ជាជនពិការហើយនៅបាក់ទឹកគិតថាគាត់ជាជនពិការធ្វើឲ្យកើតឲ្យគាត់តស៊ូព្យាយាមដូចខ្ញុំទៅថ្ងៃនេះបើខ្ញុំមិនព្យាយាមតស៊ូពីមុនមកខ្ញុំអត់មានថ្ងៃនេះទេខ្ញុំឈ្មោះឈឿងសេរីម៉ាចជាម្ចាស់សិប្បកម្មជនពិការនិងជាម្ចាស់មេដាយសម្រាប់អាស៊ានប៉ារ៉ាហ្គេមលើកទី12